ក្រោយពីបាននៅសួរភ្លាម Daisy ក៏ឆ្លើយដល់វិញផ្លែតប្រាក់ដាច់ជាមានហើយពេលសម្ដីមួយម៉ាត់នេះធ្វើឲ្យ Daniel មុខរហ័សមកងាំងដោយភាពអៀនខ្មាសមិនចប់ Daisy ចង់តែគាត់គេដៃមុខសរសើររំឯគេមិនចង់ដាច់ពីមាត់អឹងសង្ហាខ្លាំងណាស់ដល់ថ្នាក់គ្មានអ្នកណាក្នុងបលំលោកនេះអាចប្រៀបធៀបបានលើយជាមួយយើងអឹងស្អាតខ្លាំងណាស់ដល់ថ្នាក់ធ្វើឲ្យយើងទប់ទឹកម៉ាត់មិនជប់តែម្ដងសំនៀងដ៏មុតស្រួយនេះធ្វើឲ្យ Daniel ស្រឡាញ់កាំងហាមាត់ធំបន្ទាប់មកគេក៏សួរ Daisy ដើម្បីកាត់បន្ថយបរិយាកាសដ៏អន្ទះអន្តែងមួយនេះស្រក់ទឹកមាត់អស់ហើយអឹងចង់ស៊ីយើងមែនទេពេលនេះតើបតែដឹងខ្លួនថាខ្លួននឹងនិយាយខុសនាងស្ដាយក្រោយខ្លាំងណាស់មានអារម្មណ៍ថាមុខខ្លួននឹងកំពុងតែក្តៅដូចភ្លើងចង់ឆេះទៅហើយនាងជេរខ្លួននឹងនៅក្នុងចិត្តនេះនាងកំពុងតែនិយាយរឿងឈួតអ្វីជាមួយក្មេងអាយុ9ឆ្នាំមួយនេះទៅនឹងសួស្ដីអ្នកតែនឹងងាយយីឡើយគេចូលជាចិត្តដើម្បីទាមទារចម្លើយឆ្លើយមកអឹងចង់ស៊ីយ៉ាងមែនទេនាងក៏ក្នុងចិត្តថាមើលទៅក្មេងតូចនិយាយរឿងបែបនេះប្រហែលជាមិនសមទេដឹងនាងស្មានថាព្រះអង្គមចាប់បសាច់ជ្រឿងសម្រាប់ក្របໄວទៅទៀតប៉ុន្តែ Daisy សាប់តែមានអារម្មណ៍ថាប្រហែលជានាងកើតរឿងនេះងរងល់ពេកហើយគេនៅជាក្មេងតូចនៅឡើយទៅបញ្យល់ពីទំនាក់ទំនងរវាងប្រុសនិងស្រីប្រហែលជាព្រះអង្គមចាស់គ្រាន់តែគិតសាមញ្ញភ័យហើយយន់នេះតាមត្រង់តែប៉ុណ្ណោះដូច្នេះ Daisy ថាចាស់ព្រះអង្គមចាស់យើងចង់ស៊ីសាច់យ៉ាងណាហើយដល់បែបនេះមិនត្រឹមតែមិនខ្លាចនោះទេតែតុយទៅវិញគេបែកជាញឹមអញ្ចឹងមែនទេយើងយល់ហើយខៀដដងហើយដំដោយភាពធ្វើស្រាដោយគិតថានាងបានមកក្មេងប្រុសម្នាក់នេះសម្រេចហើយប៉ុន្តែភ្លាមនោះនាងចាប់អារម្មណ៍ឃើញអ្វីដែលចម្លែកថ្ងៃនេះមើលទៅមានភាពសុភាពជាងរាល់ដងបន្តមក Daniel ក៏កាន់សៀវភៅឡានដោយភាពគ្មានកំហុសហើយសួរ Daisy យើងអាចអានវាបានទេ Daisy ភ័យស្លន់ស្លោដណ្ដើមយកសៀវភៅនោះមកហើយបោះចូលទៅក្នុងកងភ្លើងភ្លាមសំឡេងនាងនិយាយញើសវាមិនល្អសម្រាប់អ្នកទេវាអាប់អួរពេកហើយសម្លឹងមើលសៀវភៅដែលចេះខ្លាយជាពេះបន្តមកងាកទៅសួរថាបោះវាចូលបែបនេះមិនអីមែនទេខ្ញុំស្មានថាអ្នកចូលចិត្តសៀវភៅនោះខ្លាំងណាស់ទៅទៀត Daisy ប្រញាប់ដាស់សារភ្លាមថាប៉ុន្តែអ្នកសង្ហាជាងព្រះអង្គម្ចាស់អ្នកសង្ហាក្រៃលែងជាងតួអង្គក្នុងសៀវភៅនោះទៅទៀតដូច្នេះហើយបានជាខ្ញុំលែងត្រូវការវាទៀតហើយពេលសរសើរដែលមិននឹកស្មានដល់មួយនេះធ្វើឲ្យ Daniel ឡើងក្រហមមុខភ្លាមសំបីតែស្លាកត្រជាក់ទៅជាកឡើងពន់ផ្កាឈូកដែរDaniel ចាប់ផ្ដើមវង្វេងស្មារតីក៏ឆ្លៀបទៅប្រធានបទនាងមិនចង់បណ្នៅក្នុងបរិយាកាសសិចចម្លែកនេះទៀតទេនាងសួរដោយទឹកមុខម៉ងម៉ាត់ថាព្រះអង្គម្ចាស់លើមុនអ្នកចេះវេះសាច់សត្វតាមរបៀបណាទៅហើយតាមមិនយល់ថាអ្នកខាងចង់សម្ដៅលើអ្វីតែរបស់ខ្ញុំគឺតែអ្នកចេះវិធីសំស័តដើម្បីខ្សាច់នោះដោយរបៀបណាគិតមួយសិនទៅក៏ឆ្លើយដល់វិញថាខ្ញុំចេះដោយធម្មជាតិរបស់ខ្ញុំតែម្ដងខ្ញុំគិតថាប្រហែលជាដោយខ្ញុំជាសត្វចម្លែកទើបខ្ញុំចេះសម្លាប់នឹងសេះតាមសភាពគត់តែជាងក់ក្បាលយល់ពុំខ្ញុំយល់ហើយខ្ញុំស្មានថាថ្មីនេះខ្ញុំតែងតែផ្លាស់ប្ដូររូបរាងទៅជាសត្វចម្លែកកញឹកញោមទើបខ្ញុំចាប់ផ្ដើមទទួលស្គាល់ខ្លួននឹងបន្តិចចម្ដងហើយដូចអ្នកបានឃើញស្រាប់ហើយខ្ញុំកំពុងតែចាប់ផ្ដើមគ្រប់គ្រងការផ្លាស់ប្ដូររូបរាងបានខ្លះហើយនេះសិគិតថាវាក៏ជារឿងល្អដែរយ៉ាងហើយណាវាក៏ជាចំណេញមួយដែលអាចជួយព្រះអង្គមចាបានដូចហើយនាងក៏ឆ្ងល់ថាចាំបន្តិចណាអ្នកថាអ្នកអាចគ្រប់គ្រងវាបានលុះត្រាតែមិនមែននៅពេលដែលមេធ្មប់ធ្វើទារុណកម្មមែនទេតែអ្នកស្ទាក់ស្ទើរមួយសន្ទុះឬក៏ប្រាប់ការពិត Daisy ខ្ញុំអាចតាំងចិត្តផ្លាស់ប្ដូរទៅជាសាច់ចម្លែកនៅពេលនៅជាមួយនាងបានប៉ុន្តែខ្ញុំមិនអាចត្រឡប់មកជំនួសវិញបានទេវាគ្រាន់តែជារឿងធម្មតាទេប៉ុន្តែមិនគិតបែបនោះទេនាងចាប់ដៃភាពរំភើបហេតុអ្វីបានជាលើទៅអ្នកប្រាប់ខ្ញុំរឿងនេះអរណាស់ព្រះអង្គម្ចាស់ខ្ញុំមានគំនិតមួយព្រះអង្គម្ចាស់ភ្ញាក់ផ្អើលនឹងភាពរំភើបរបស់ Daisy មិនយល់ថានៅចង់មាននៅយ៉ាងណាបញ្ញល់ភ្លាមដោយទឹកដំសម្លេងមុតថាលើក្រោយពេលដែលមេធ្មប់ចាស់នោះមកដល់អ្នកត្រូវតែផ្លាស់ប្ដូរទៅជាខ្លាខំម្ដងទៀតឲ្យខ្ញុំមើលពីឯមេមកទាំងខាងសាតែគូឡៅពេលឡៃលេមានទៅអណៃឡំណៅអេតបោភូផោ Daisy យកទៅអានេះក៏វេលាមួយចង់ឆតបពីមានហាឡៃឡៃទេតែពេលមេទូកាទៅសៃនៅពីមេឡៃទេងើអេសុំជីគូទាំងខាងសតបពីយ៉ាមហាឡាហូតេលេជីមញ៉ាំលូនទុយអញ្ជើនេះដែលហូតេអេឡូឡូយ៉ាម៉ាងើទុសិកាសេពេញយីទុយគោខូយូហ្គេមេអេរ៉ាដាម៉ាជីដល់ភូសូយេមេងើទុគូខណាដេទៅមកនៅណៃម៉ាតេឆាបេឌីកលេម៉ាលីអេពីកេនសិលូនដេពងសាំងគូជីប៊ីដៃណែសេថេម៉ាមេခွန်းထုတ်មីដេមេងគេស្ទុយគូឌីឡោដល់រូសិនដេលូថេនីដាឡាហូដាប៉ូតែកាយងជីឆាបយីណែចាំភីតេថាពីមេឡូណៃម៉ាបាឡូទូគូយេសេដេម៉ាបេសពេលឡៃតេផាឡូលេសូដល់មេងសាឡៃចៅចាលីលីតែនៅខាងលេយពីកោងពីលេឡូយកឡៃថាពេលមេងផាឡូទូគូស្មីបេខនីអាតាឡេតេស៊ីដានតបពីសេដេម៉ាអត់ទៅគូភេពីតដេងើកាទូរគូផាឡូខយ៉ាម៉ាឡេទូណាមីដៃខយ៉ាម៉ាឡាទូមិនដៃណែលគូលេជីប៊ីពីមេឡៃតេអេរ៉ាសមីញ៉ាយ៉ាងងើកាកោងលោបយកឡៃតាណេតបចៃណែតេជានេះមានឡងតចាដមលោបេថាកាកូនឯយេក្លេតយកដេស្កាឡូទុយឡាផាយកឡៃតាឡេពីដល់មានតាកលេសេសូតែពីគូសតៃថប់យកដេមានទៅគូឌីឡូខលូយ៉ាដេលេថ
ហើយជាតយោសាណាមកថៅណៃដល់ភូជាមិនមានដែរក៏តាឡៃតែពីដល់ទៅមកប្រមាណនេះតានតែអត់វិញឡាដែរឌីខេកលេទៅផាឡូហើយសភើឡៃតាណែឌីរ៉ៃសកាទៅក៏ចនចាឡែទៅក៏ឌីមកយោនេះទៅមកភូឡាមួយសកនេះឌីមកជីវៀនឡាដែរមកភូឡាពេលទៅក៏ឌីលោសេសុស្កាด้วยតែទូសានទៅពីមហូក៏មានដល់ก็ในไลฟ์วิ่งอ่ะเนาะแต่ว่า5 โลบจอได้แต่ถึงก็น้องนี่ดาบานได้เอราแน่พอเราจะพวกเขาในอัตราเลยแต่แกไปดีเนตัวยันทุสนิทได้งานที่ได้ได้เนี่ยมาหูตอบูตัวดีล้อมยำจังเลยตัวตาโกเอดีเชงมาเบเปลี่ยนปากกาในเขาล้มในคุยเอาจีให้หันดันโดยทับปอลาดอเตยังดราม่าดับบอลโปเกออยตลับหมกวิงในที่นั้นมันตอนโยเรื่องเอาไว้ได้กำปองการลังพองสลับใต้ทีนั้นก็สลับแต่ตันตั้งโดยสุขเราตัวหลังเพลียมกระแสพนักมุดสุดโดยจีบานดังเรื่องเอาไว้มีช่างคลันนี้เหมือนอาจจะหลอมบ้านเต้ตัวเป็นตีกับตีดังแต่ทาเจียนน่ะสมมติมนุษย์เนี่ยมีทอมเล็กจิ้งในขังกราวทัฟเฟียการดังตกจิมุนระบอกยอมมันก็เสียหมดดาวเฮยทีนี้ประยอบรถเตยแต่ปลอบเพลิงรุ่นน้ำแหลกขลุ่นเตรียมนึกสำเร็จเชิงดาทั้งหมดการถ่ายขัดจินมอต่างก่อมันเลื่อนในกลสไลส์สำหรับระบอกไม้กลเลยนะเฮ้ยเดซี่เห็นสำเร็จนึกก่อมันอัตโตบรอมสอบเพิ่มบานแต่นึงจัดตกขลุ่นนึงจีกลสไลส์ระบอกเกดังเป็นนาเตอร์ในกระเตยเมื่อไดอาเนลได้กำปงแต่ปรองประหยัดในการเลียเทนเติมแต่บงทรงขนมจัดก็มอยกิโยจอละมอยซะแนวปัจจุบันใส่ระบอกแกเลียแมนว่ามันโดยชนะเตคือจับจีวัดเฮยเป็นนิสสำเร็จเจอระบอกแกเลียเลี้ยงสำลังเมื่อเตยเพลิงได้รถในจำปวมกไฮกับหั่งก่อการตะปูกันเจ้าเมื่อแต่โดยเชียงจิงจำกระโดดจำนวนสอยกลใส่แต่วิ่งไฮอันดังท่าลงเนื้อตีนี้เกลียบองก็แสบในเมื่อจมวิ่งเหมือนตบปันได้มันเคยมีแนะนำบอกวิ่งซะเพียบเงียบสงัดแต่เพื่อเอาเนียงข้างสบายการไต่คลั่งสำเร็จระบอกเนี่ยมันลางโดยจะสำเร็จโกลอนเจงมอกข้างกลายเพียมนี้เบอร์เหมือนจองสลับเตนุสัมเพียพิบริยาการสตอโคคือระบอกกิริยาคล้วนแม่ดาวเนียงหลดหยอบให้ได้แต่งปีจับดับจอบเนียงคล้ายคลั่งนะบานได้กระแสเพลกใบจิกเล็กเตอร์เมื่อได้แนวโดยเหมือนดังคล้วนแต่แนวตัวใบเจ็บชีเยี่ยมเพื่อคล้วนไอสงบสงัดปันใต้ได้ระบอกกิริยาสมาร์ทเดซี่ใบจิกกำปงโยเหมือนชบมนุษย์ตำแหน่งกอดได้อาการเปลี่ยนจากซอดบ้านคือคล้วนในนี้เฮยคล้วนในเตอร์แต่การเปลี่ยนได้แนวอ่อยบ้านแต่บันไดบนนี้คล้วนนึงได้ปรับได้แนวท่าเกี่ยย่อยชนะกาเลียบานปันไตนี้พวกยังใบจะทลากน้องสถานเพียบลำบากเตอร์วิงบากาเลียยกตักเอาปีปุดำเชยไม่เป็นสมองจมวยเตรียมประทานจุ่มหลายจอยชนะในบานเตเนื่องดังห้ามวิงจีรุจิงเอตักเซอร์ปรับไดเนลเรื่องกอมจักยอมหนึ่งดาวสไลเรื่องนี้เรื่องอังเตอร์แหลกคลูนเตอร์ทีนี้สารลังกังสมัยระบอกเก็บเป็นดอยเพียบหยาบผาเตอร์อิงกำปงในเยสไอนังนำไปก็มาเรียกาสกันแต่การในคลังเปเดซี่บานไอและคาบาลเกตทอมโรจิงยมอย่างตนพลนยอมหนึ่งเหมือนไอเต้โดยชนะช่วยในตีนี้โรดดอกอแต่บัดบานเต้ปันใต้มันเป็นไดแดนตอนบ้านปันได้กำมาไว้แต่ซีก็คราวล้างให้เราเจนแต่ขังกล้าแต่ในเราได้เตยจำหนึ่งตกปันใต้ในรถเลื่อนเป๊กเราหดดาวเกมันไอ้ทั่วไปบานเลยในซีตมุกคาเลียโดยเลิกตะเจ็ดครัวหนึ่งขนมเจ็ดครัวหนึ่งเหมือนไอเต้ครัวหนึ่งเหมือนคลายต่อแต่ซาคาเลียได้ซีกระแสเพลงระบอบนิ่งจำปลื้มโดยเพียบเป็นจัดด้วยหนีเย่ท่าเอาไปไอก็ใส่สำนับระบอบมันได้ก็เนื้อตีนี้หึงแต่ส่วนบานเจ้ามันหันหนีเย่เอาไว้แต่อ๋อบานตรำแต่เลิกตะเจ็ดครัวหนึ่งในขนมเจ็ดปอนเนาะคาเลียยังแบบกรอสสำเร็จโปรเป็นโดยการจำอักได้เติร์ได้เป็นเอารางวัลสำหรับเพียบคลาฮันระบอกโกนให้โกนใส่สำหรับไอเรื่องการระบอกตีอยู่ในเติร์เนี่ยพยายามในยี่โดยสำเร็จซอยทานเนี่ยเมทมอบโกนเนอร์เมียนคาเลียก่อการบัตรนี้โดยสำเร็จแต่เจ๊เสพโกนเนอร์เมียนไว้จองปัญญาเตียดเนี่ยมาตำรามได้มาเลือกสำเร็จเปลือกปนหอมจะเอากอบตุลางบรรทับปีในขนมบรรทับลายเหมียนเนี่ยนะแต่ในใต้ได้จริงหมกเชื้อระบอกขยมันชอบนี่จะเลือกดำบงในขมิ้นโปรสเนตนี่เมียนอารมณ์ไปคลายมันเหมือนพวกแต่คลายกาเลียเตคือพวกแต่เตอร์โรงการชี้จับจำนวนสเกเคยดาวเป็นนู้ดได้ซี่เตอร์บ้านเมทมบเทอร์บามเรียงกายตัวจ่อหลังเตะโดนมัวคลุนในเลือกกำลังแต่ในเมียนอารมณ์ท้าตัวระบอกเกชี้จับครั้งน่ะปันไตตู้ใบจะสัตว์ขนมสารแบบนึกกอดดอยให้ในแต่พยายามย้ำให้หนีดอยสำเร็จซอยดามใบลงลมตัวบ้านอำเภอเอกย้ำมันไอเตะเปรี้ยงกำจาพี่ไอสำเร็จแต่งนึกเปรียบโดยการบัดจัดตำรวจโจลแต่ขนมแบดโดนระบอดไดเนลกำพังการสไลด์กร้อยหนึ่งการบรรทอคลุนเฮาเฮียนในขนมจัดเกแต่งอ่อนนี้คือหมกปีคลุนนั่งคลุนอังเวียดวันได้จะบีไซจำเนี่ยได้สิตรองการชี้จับกับรถแต่การเปียคลุนอังขนมขบาระบอกเกเป็นนี่เมียนใต้กำเนิดมวยกอดคือเตอร์แต่จุยดีสิก็รถสำนักเตอร์ดอกแค่ในประเทศได้เกบอกบองจอลนูตอนใต้เตอร์บานเริงตลับหมกไว้โดยรางวัลเวทมนต์เกมันควอลไลในแต่รถบอกโจลบองให้บองเตียดเรียงกายตัวไปตั้งแต่คเนรหัวดอลเมียนสนามระบัวปันได้เกมันบ้านชอบสมบัยแต่มันติเคยตะคลุนปราณมนุษย์เหมือนไอกันติบ้านเลยสต็อปการเปียระบอดใดเนื้อก็สำเร็จจัดโดรูปเรียงไตเนื้อบานคลายตะเชียสัตว์จำไรดัชหาเขาเคยให้สตูเตอร์ดอกกองเวทเหมือนนู้เกสไรล้างโดยกำหังด้วยปีรับประดากรอยหมกเมียนบอสเนการนำสมอมวยดำด้วยกระวิจอกระวิลางนี่เมื่อบอกครั้งนี้บันไตเมื่อไปอดยำสมอเตอร์ไอ
ដីមើលទៅមនុស្សនៅចំពោះមុខហើយមានអារម្មណ៍ស្អប់ខ្ពើមជាខ្លាំងប៉ុន្តែនាងមិនអាចធ្វើអ្វីបានឡើយពេលនេះដីកំពុងតែចាប់ឃុំខ្លួនប្រនៅចំពោះមុខនេះគឺជាសង្សារបច្ចុប្បន្នរបស់កាលីឈ្មោះ George ក៏ជាស្មើមកលេងសាច់យ៉ាងដីរាល់ថ្ងៃធ្វើឲ្យនាងខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែមិនហានម៉ាត់កវីឡើយបានត្រឹមតែជាប្រតិចគាត់នៅក្នុងចិត្តប៉ុណ្ណោះស្រាប់តែ George ឃើញ Daisy ធ្វើមុខប្រងើយកណ្ដាលក៏បាត់អារម្មណ៍លេងភ្លាមគាត់គូតដំបងវេទមន្តក្នុងដៃថ្នមមិននឹកស្មានថាដំបងនោះស្រាប់តែភ្លឺផ្លែកឡើងពលឺមួយខ្សែដ៏ខ្លាំងក្លាបានទោះចេញមកធ្វើឲ្យ George ភ្ញាក់ផ្អើលហើយស្រែកឡើងអត់តែអីហ្នឹងឈប់សិនទៅតែមើលទៅគាត់ដោយនិយាយអ្វីមិនចេញបើលេងមិនចេះកុំលេងអីប្រសើរជាងពលឺចេញពីដំបងវេទមនុស្សបានទៅប៉ះនឹងចិញ្ចើមនៅក្បែរនោះយ៉ាងពេញទំហឹងបង្កើតជាការផ្ទុះយ៉ាងខ្លាំងមួយកាលីលើសំឡេងផ្ទុះក៏ប្រញាប់ប្រញាល់ដើរមករកដោយក្តីបារម្ភរឿងអីដែលរំខានបែបនេះកាត់ឡើងបានស្រាប់តែភ័យស៊ីស្លន់ស្លោអូនសម្លាញ់បងតង់បងប្រាប់ថាអូនកុំបញ្ហាទៀតហើយមែនទេ George Daisy មិនហានតបអ្វីឡើយបានត្រឹមតែប្រញាប់អប់កាលីយ៉ាងណែនសំឡេងផ្អែមល្ហែមពោពេញតែពាក្យសម្ដីផ្អែមល្ហែមលើពាក្យតែសម្ដីផ្អែមហួសសេះរវាងពួកគេទាំងពីរ Daisy ទៅមិនបានក៏អប់ខ្នើយយ៉ាងណែនចង់អួតអើយអូនសម្លាញ់អើយមើលទៅបងមិនអាចទប់អារម្មណ៍ខ្លួននឹងបានសោះបន្ទាប់ពីទូបានថាពលវេទមន្ត3នេះនិយាយដល់រឿងវេទមន្តកាលីក៏ញឹមឡើងថាពលវេទមន្តរបស់សត្វចម្លែកនោះវាបានកើនឡើងច្រើនណាស់ហើយមួយរយៈនេះកាន់តែងឹតងល់ទៅទីបងសាកកាត់មើលចោះថាពលវេទមន្តទាំងនោះអាចបំពេញចិត្តបងបានក្នុងមួយពព្រិចភ្នែកតែប៉ុណ្ណោះហើយវាអាចនឹងប្រែក្លាយទៅជាសត្វតច្ឆានទាំងស្រុងមិនយូរប៉ុន្មាន Daisy ក៏មានការភិតភ័យយ៉ាងខ្លាំងបន្ទាប់ពីបានឧរឿងនេះកាលីបាននិយាយដោយសំឡេងកាន់តែសាហាវខុសមិនយូរទេវានឹងក្លាយទៅជាសត្វតច្ឆានទាំងស្រុងកាន់តែបាត់បង់ភាពជាមនុស្សថាមកពលវេទមន្តដែលវាបញ្ចេញមកកាន់តែបរិសុទ្ធហើយខ្លាំងក្លាពីថាមពលពន្ធក្រហមចាស់ស្រអាប់វានឹងដូរទៅជាថាមពលពន្ធខ្មៅសោតឃើញវាអស្ចារ្យទេមើលទៅ Daisy កំពុងតែប្រជុំមុខនឹងបញ្ហាដ៏ធំមួយអ្នកទាំងអស់គ្នាប្រហែលជាកំពុងឆ្ងល់ថាហេតុអ្វីបានជា Grace ស្រឡាញ់កាលីទោះបីជានាងធ្លាប់ជួយជីវិតគេក៏ដោយប៉ុន្តែកាលីជាមេធ្មប់ដូច្នេះនឹងប្រកាសជាត្រូវគេតាមប្រមាញ់អ្វីដែលសំខាន់ជាងនេះទៅទៀត Chris គឺជាសមាជិកនៃគ្រួសាររាជវង្សតែអាចទៅស្រឡាញ់មេធ្មប់បានយ៉ាងដូចម្ដេចមូលហេតុដែលគេមានចិត្តលើកាលីគឺដោយសារតែកាលីបានប្រើអំពើលើគេកាលីបានប្រើវេទមន្តធ្វើឲ្យក្តីស្រឡាញ់របស់គេមិនប្រែប្រួលទោះបីជាគេដឹងរឿងទាំងអស់ពីនាងក៏ដោយបន្ទាប់មកនាងក៏ពន្យល់ប្រាប់គេថាធ្វើបែបណាទៅគេអាចខ្លាយជាអធិរាជបានហើយវិធីនោះគឺការលាងខួរក្បាលព្រះមហាត្រៃយានីធ្វើឲ្យព្រះមហាត្រៃយានីចង់សៃទឹកដំនៃដើមកលៀបដែលដុះក្នុងព្រៃដែលគេបោះបង់ចោលហើយព្រះអធិរាជដែលស្រឡាញ់ព្រះមហេសីរបស់ទ្រង់ខ្លាំងណាស់បន្ទាប់ពីដឹងថាព្រះមហេសីចង់សោយទ្រង់ក៏ដឹកនាំកងទ័ពទៅកាន់ព្រៃនោះដើម្បីទៅរកដើមកលៀបនោះដោយខ្លួនសម្រាប់អ្នកដែលទ្រង់ស្រឡាញ់ព្រះអធិរាជនិងកងទ័ពរបស់ទ្រង់ស្រាប់តែជួបនឹងគ្រោះថ្នាក់បាក់ដីប៉ុន្តែកន្លែងនោះត្រូវបានកាលីដាក់បណ្ដាសារួចទៅហើយនាងបានប្រើវេទមន្តលើវាដូច្នេះគ្មាននរណាម្នាក់អាចប្រើវេទមន្តបានឡើយចុងក្រោយព្រះអធិរាជមិនអាចធ្វើអ្វីបានឡើយដើម្បីទប់ទល់នឹងការបូជាជីវិតដំណឹងនៃការសោយទិវង្គតរបស់ទ្រង់ធ្វើឲ្យព្រះមហេសីតក់ស្លុតយ៉ាងខ្លាំងដោយសារតែការឈឺចាប់ពេកនាងក៏សម្រាលកូនគឺ Dainel មុនកំណត់ទោះជាយ៉ាងណាមេឆ្មប់ដែលត្រូវបានកាលីទិញទឹកចិត្តពីមុនមកបានកុហកព្រះមហេសីថាទារកបានស្លាប់ភ្លាមពេលកាត់មកបន្ទាប់មកនាងក៏បាត់ខ្លួនជាមួយនឹង Dainel កាលីបានចាប់ពង្រត់ Dainel ទៅបាត់ប្រើប្រាស់ស្អីដូចជាបកកមួយដើម្បីបំពេញថាពលវេទបន្ត George ដោយសារព្រះជាអធិរាជគ្មានបត់គឺស្ពាន់តែលឹកដំកើងឲ្យខ្លាយជាអធិរាជបន្តវេនដោយសារថាពលវេទមន្តរបស់គេកាន់តែខ្លាំងឡើងទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីច្រើនឆ្នាំកន្លងទៅព្រះមហេសីក៏ចាប់ផ្ដើមមានការសង្ស័យចំពោះថាមពលវេទមន្តដែលកំពុងកើនឡើងរបស់ George ដើម្បីស្វែងរកការពិតព្រះបានសង្កេតយ៉ាងសម្ងាត់ទៅលើមនុស្សជំនាញខ្លួនគេជាពិសេសគឺឆ្មបដែលបានបាត់ខ្លួនកាលពីឆ្នាំមុនក្នុងដំណើរការនៃការស្វែងរកព្រះមហេសីបាននឹកឃើញ100ដ៏សំខាន់មួយនោះគឺសៀវភៅកំណត់ហេតុរបស់ឆ្មបប៉ុន្តែតាមរយៈអក្សរដែលបានសរសេរនៅក្នុងនោះព្រះនឹងបានដឹងថាបុត្ររបស់ព្រះនឹងគឺ Dainel នៅតែមានជីវិតនៅឡើយព្រះមហេសីចង់ចាប់កាលីប៉ុន្តែព្រះនឹងយល់ថាប្រសិនបើធ្វើសកម្មភាពប្រញាប់ប្រញាល់ពេកពួកគេអាចនឹងធ្វើបាប Dainel ប៉ុន្តែជាមួយនឹងផុតតាំងដែលមាននៅពេលនេះព្រះនាងនឹងមិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ពួកគេបានទេផ្ទុយទៅវិញកាលីនិង George អាចនឹងរកវិធីបង្វិលសភាពការតាមក៏គ្រោះថ្នាក់ដល់ Dainel ព្រះមហេសីអកសង្គម
រឿងតែមួយគាត់ដែលប្រេះនឹងអាចធ្វើបាននៅពេលនេះគឺរកវិធីរៀបរាំងយកកុំឲ្យខ្លាចជាអធិរាជនៅក្នុងបន្ទប់ដង្ហិតខានទីបានបៀតចូលក្នុងរង្វង់នៃរបស់យល់បង្ហាញស្នាមញញឹមដ៏អាក្រក់មួយទោះជាយ៉ាងណាក៏ដោយអូននឹងជួយបងឲ្យឡើងសៃរាជជាអធិរាជការស្រាវជ្រាវរបស់អូនប្រកាសដាច់ជាជោគជ័យបើអូនធ្វើរឿងនោះ George មើលសួរថាតើអូនកំពុងនិយាយអំពីការស្រាវជ្រាវស្ដារបេះដូងថារបស់បងមែនទេខែលងក្បាលភ្នែកភ្លឺចិញ្ចៃដោយបំហេសថាពិតមែនហើយបើអូនធ្វើបានជោគជ័យការដែលបងខ្លាយជាអធិរាជជាបញ្ហានៃពេលវេលាប៉ុណ្ណោះបណ្ដាតុនបន្ថែមទៀតសម្រាប់ការស្រាវជ្រាវនេះពេលលោកកាលីទាមទារលុយវិនិយោគ George ក៏សួរដោយឆ្ងល់ថាទៀតហើយឬចោះលុយដែលបងឲ្យអូនការពីលើកមុនទៅណាអស់ហើយទោះបែបនេះកាលីក៏សម្រេចដោយមិនពេញចិត្តបងកំពុងនិយាយអំពីលុយតិចតួចនោះហឺនាងមិនពេញចិត្តហើយរុញ George ចេញខ្ញុំបានប្រាប់បងច្បាស់ហើយនេះជាការស្រាវជ្រាវសាក់របស់លើកដំបងណាតើប្រេជ័យខ្ញុំត្រូវតែចាប់ផ្ដើមសាច់ជាថ្មីពីសូន្យ Daisy កំពុងអង្គុយលើកែក្នុងចិត្តនាងកំពុងចំអាក់ឲ្យពួកគេចង់និយាយថាការស្រាវជ្រាវរបស់នាងខូចហើយមែនទេបើចង់បានលុយក៏និយាយចេញមកត្រង់ទៅគីសអូសេញកាលីខាងក៏ប្រញាប់លងលោមភ្លាមបានហើយបងយល់ហើយអូនសម្លាញ់ប្រាប់បងមកអូនត្រូវការប៉ុនមាននឹកស្មានថាបងក្បាញ់ណាស់មែនទេដែលឃើញទស្សនភាពនេះក៏រាំមិនបាននឹងខឹងសម្បារដែរនាងផ្ទៃដៃដានទៅលើខ្នាយក្នុងដៃមិនឈប់ក្នុងចិត្តនាងកំពុងជាប្រមាថថាគ្រាន់តែមុខបាត់បែបនេះសំសាប់បែបបងនឹងចង់ធ្វើជាអធិរាជកំណត់ស្អាតល្អណាស់នៅពេលនេះនឹងព្រាមមហេសីដែលនាងមិនដែលជួបពីមុនមកពួកគេទាំងអស់គ្នាមានគំនិតតៃកភាពគ្នាដោយស្ងៀមស្ងាត់ខ្លួនឯងត្រូវតែរាងគេមកឲ្យឡើងជាអធិរាជឲ្យបានទោះបីជាត្រូវបងថ្លៃអ្វីក៏ដោយពេលនោះក៏ស្រាប់តែសួរឡើងថាអូនស្លាញ់អូនរកឃើញក្រុមអត់ទៀមដែលប្រឆាំងនឹងអូនហើយឬនៅកាលែឆ្លើយតបដោយភាពរងើយកណ្ដាលសម្លេងពោពេញដោយភាពអំនួតបងកំពុងនិយាយដល់ក្រុមដែលហានលួចធ្វើឃាតអូនមែនទេពេលណាចាក់កោរលឹងហើយស្ទើរតែដួលសន្លប់អាបាត់ធ្មប់ម្នាក់នេះហានសម្រាប់មនុស្សមែនឬជាបង្ហាញភាពព្រួយបារម្ភសួរសៃដំសេងទៀតថាតែអូនប្រកាសមែនទេថាមិនបន្សល់ទុកដានអ្វីកាលីគ្រាន់តែញឹមដោយភាពជឿជាក់ថាបងកុំបារម្ភអីអូនបានប្រាំនគរបំបត្តិដានដើម្បីលុបបំបត្តិផតដាងនៅកន្លែងកាត់ហេតុអស់ហើយពេលនេះកន្លែងបោះជំរំនោះមើលទៅមិនខុសពីកន្លែងដែលគេបោះបង់ចោលអស់រយៈពេលយូរឆ្នាំឡើយនេះកាន់តែរងានៅខ្នងច្បាស់ណាស់នេះមិនមែនជាលើកទី1ទេដែលនាងហានសម្លាប់មនុស្សបែបនេះបើចង់សម្លាប់ខ្លួនឯងប្រហែលជាមិនមែនជារឿងពិបាកសម្រាប់នាងឡើយពេលនោះពាក្យកលឹះមួយនៅក្នុងសម្ដីរបស់កាលីយ៉ាធ្វើឲ្យ Daisy ភ្ញាក់ព្រឺតបោះជំរំមែនទេតែវាជាកន្លែងដែលខ្លួនធ្លាប់ទៅមែនដែរឬទេពេលនោះ Daisy ស្រាប់តែមានវិញ្ញាណស៊ើបអង្កេតចូលសន្តិដ្ឋការពិតមានតែមួយប៉ុណ្ណោះកំណត់ជាច្រើននេះបានភ្លឺឡើងក្នុងក្បាលនាងមូលហេតុដែលកាលីយ៉ាឡំមកប្រាសាទវិញលឿននៅថៃនោះគឺព្រោះតែនៅលើផ្លូវទៅកាន់រាជធានីដើម្បីជួបនាងបានប្រទះឃើញក្រុមមនុស្សដែលលួចឆ្លងកាត់របងក៏សម្រេចចិត្តត្រឡប់មកចាត់ការវិញក៏ដល់ត្រង់នេះ Daisy សរសើរខ្លួននឹងមិនដាច់ពីមាត់អូមិនក៏ខ្លួនឯងឆ្លាតម្លេះខ្លះទៅប្រហែលគួរតែបដជីពោទៅជាអ្នកកសើបអង្កេតទៅវិញហើយ Gallows និង Kalia មើលមុខ Daisy ដូចជំនួសឈួតហើយក៏លែងចាប់អារម្មណ៍នាងទៀតពេលនោះ Gallows ក៏សួរ Kali ថាតើនាងឃើញសៀវភៅដែលណែនាំអំពីឧស្សាហ៍នៅជុំវិញនេះទេរួចហើយគេក៏ស្រាប់តែភ្ញាក់ព្រឺតហើយនិយាយថាគេបានទឹកផែនទីបុរាណដែលមានទីតាំងប្រភពទឹកនៃទេពធីតាដ៏អស្ចារ្យនៅក្នុងនោះកាលីជួញចិញ្ចើមកអាមួយនឹងហើយប្រហែលជានៅក្នុងបណ្ណាល័យរបស់អូនហើយបងរកវាមិនឃើញទៅលឺអ្នកទាំងពីរនិយាយគ្នា Daisy ក៏ស្រឡាំងកាំងស្ងៀមមួយភូតចាំមិនពួកគេកំពុងនិយាយពីសៀវភៅដែលខ្ញុំមានទៅមែនទេសំណាងហើយដែលពួកគេមិនដឹងថាខ្លួននឹងជាអ្នកជិះវាទៅខ្លួននឹងគ្រាន់តែអង្គុយស្ងៀមនៅទីនេះប៉ុណ្ណោះមិនពាក់ព័ន្ធអ្វីជាមួយខ្លួននឹងទាំងអស់កាលីខឹងសម្បារអស់សក់ខ្លួននឹងសម្លេងពោពេញដោយភាពមួម៉ៅចៅអូនទៅដឹងបានម៉េចទៅថាវានៅឯណាច្បាស់ជានៅក្នុងបណ្ណាល័យហើយឥឡូវនេះសួរស្រាប់តែខឹងខ្លាំងស្រែកដូចក្មេងតូចបងប្រាប់ហើយទៅថាវាមិននៅទីនោះទេកាលីខាំមិញហេតុអីបងធ្វើដូចជាវាសំខាន់ជាងសៀវភៅធម្មតាទៅទៀតអូននឹងតែថ្មីឲ្យបងយល់ព្រមទេវាមិនមែនគ្រាន់តែជាសៀវភៅធម្មតាទេគេនិយាយមិនតន់ចាប់ផងក៏ប្រញាប់ខ្ទប់មកខ្លួននឹងសកម្មភាពមិនប្រកបនេះធ្វើឲ្យគីលីមានការសង្ស័យនាងសម្លឹងមើលគេមិនដាក់ភ្នែកកុំប្រាប់អូនឲ្យសះថាបងលួចលាក់ទឹកភៅប្រឡំលោកសាប៉ាសវ័យទៀតហើយអត់ទេមិនមែនទេ Chris ប្រញាប់ដាក់សេត Daisy និយាយមិនចេញចុងក្រោយក៏ដឹងរឿងពិតដែលថាសៀវភៅប្រឡំលោកស្នេហាដែលលាក់នៅខាងក្រោយសៀវភៅនោះគឺជារបស់ Chris និង Kalia មិនជឿរឿងនោះក៏ស្រែមតគេខ្លាំងអូនប្រាប់បងប៉ុន្មានដងហើយមូលហេតុដែលបងមិនអាចថើបឬបំពេញចិត្តដល់រឿងដោយដៃរបស់បងបានគឺមកពីបងរវល់តែអានរឿងប្រឡំលោកឥតប្រយោជន៍ទាំងនោះហ្គប៉ុន្តែមុនពេលចេញទៅគេក៏មិនភ្លេចជាងមកនិយាយពីផ្អែមល្ហែមថាអូនសម្លាញ់បងទៅជួបមិត្តភ័ក្តិបងបន្តិចហើយស្រឡាញ់អូនណាកាលីស្រាប់តែបាត់បង់ការគ្រប់គ្រងស្រែកឡើងដោយកំហឹងនាងមួមើលអឺសក់ដូចជាកលែកភ្នែកមើលទៅ Daisy អ្នកដែលនៅតែព្យាយាមពន់ខ្លួនដូចជាសមុទ្រដ៏មើលមិនឃើញពេលឃើញកសែភ្នែកកំណែរបស់មេធ្មប់ម្នាក់នោះមានអារម្មណ៍ជាក់ក្នុងចិត្តថាខ្លួនគ្រាន់តែអង្គុយញ៉ាំផ្លែឈើនៅទីនេះសោះកំពុងខ្ញុំចូលពាក់ពន្ធយី
ខាលីយ៉ាស្រាប់តែញឹមយ៉ាងសតុនអស់ព្រះឲ្យ Daisy អើយឃើញនឹងទំនេរអញ្ចឹងខ្ញុំមានការងារមួយឲ្យចេញធ្វើតើអឹងយល់ព្រមទេសួរដោយក្តីព្រួយបានរំថាតើការងារអ្វីទៅអ្នកគ្រូគេលៀននិយាយដោយទឹកក្នុងមតាបំផុតខ្ញុំទៅតែប្រើថ្នាំពិសោធន៍រលឹងដើម្បីធ្វើទឹកអប់បាត់ទៅហើយអឹងទៅរកបន្ថែមមកអញចោះបណ្ដៃចុះឲ្យសវិញនោះមិនមែនពួកកំពុងយាមតំបន់នោះនៅឡើយទេហេខាលីយ៉ាក្រឡែកមើលស៊ីដោយទឹកមុខមិនអត់ថ្មត់បន្តិចសោះរបស់ចុងក្រោយត្រូវបានយកទៅបាត់ហើយធ្វើអ្វីមួយឲ្យរហ័សឡើងកុំឲ្យខ្ញុំត្រូវរងចាំយូរឲ្យសោះ Daisy ជួយមកបន្តិចបើជប់ជាមួយឆ្កែក្បាល3ត្រូវធ្វើមិនទៅកាលីយ៉ាមិនដឹងពីតំណែងតំណងរបស់ Daisy ជាមួយពួកឆ្កែក្បាល3នោះឡើយដូច្នេះពេលលោកបែបនេះក៏កាន់តែញឹមស្រស់ជាងមុនទៅទៀតសង្ឃឹមថារងនឹងមិនត្រូវពួកវាស៊ីទៅចោះណារងចាំរហូតដល់កាលីយ៉ាចាកចេញខាងមុខឲ្យខ្សឹបថាមិនគួរឲ្យជឿសោះហើយគាត់បែកចាប់ដល់ឱកាសល្អបែបនេះឲ្យខ្លួនទៅវិញនេះហើយគឺជាសកាដែលខ្លួនត្រូវវិយបកវិញព្រះអង្គមចាស់សូមទ្រង់រងចាំបន្តិចទៀតចោះ Daisy កំពុងតែទៅដល់ទីនោះហើយពន្លឺព្រះអាទិត្យចាំឆ្លុះតាមចន្លោះស្លឹកឈើ Daisy ជិះលើខ្នងចូលទៅក្នុងព្រៃនាងឯក្បាលឆ្កែក្បាល3នោះធំហើយខ្សឹបអាកូនវេដែលបាននាំខ្លួនមកដល់ទីនេះដោយសុវត្ថិភាពប៉ុន្តែដើម្បីជៀសវាងការបែកធ្លាយនាងប្រាប់ឲ្យ Barrow នាំវងរបស់វាទៅលាក់ខ្លួននៅតំបន់ផ្សេងផ្នែកដល់ភ្លឺថ្លារបស់ Barrow ធ្វើឲ្យ Daisy មានចិត្តអាណិតមិនដែលនឹងចាំបាច់ត្រូវតែតឹងរឹងដោយប្រាប់ឲ្យពួកវាចាក់ចេញទៅពេលគ្រប់យ៉ាងស្ងប់ស្ងាត់ Daisy ក៏ដើរលេងយ៉ាងសប្បាយរីករាយស្រាប់តែមានសំឡេងឌឺដងមួយបន្លឺឡើងយ៉ាងរំខានទាំងតើក៏ដើរតាមសំឡេងនោះដោយប្រុងប្រយ័ត្នហើយចុងក្រោយក៏បានរកឃើញ Kiros និង Daryl កំពុងជួបប្រជុំមុខដាក់គ្នាដោយការប្រុងប្រយ័ត្ន Daisy លាក់ខ្លួនក្រោយដើមឈើដោយទឹកមុខប្រុងជើងការអាងងម្នាក់នេះបែរជាមករកទីណែលលើខាងមុខនេះសាស្មានចិត្តអួតអាងខ្លាំងណាស់ព្រោះតែមានទឹកអប់ស្មើពីក្នុងដៃហើយថែមទាំងហានទៅដង Dianel យ៉ាងក្អិតក្តុំទឹកឯងអាចឲ្យខ្លួនឯងថាជាមនុស្សបានដោយរបៀបទៅឯងគ្រាន់តែជាសត្វចម្លែកដ៏អាក្រក់ហើយខ្វក់ម្នាក់ប៉ុណ្ណោះពេលបែបនោះ Daisy ក្តៅដោយកំហឹងរហូតចង់តែស្ទើរចេញទៅម្នាក់នេះសំបីតែរឿងខ្លួនឯងក៏មិនអាចធ្វើអ្វីបានផងបើគ្មានកម្លាំងពី Dianel ទេនោះចុះហេតុអ្វីបានជាហានមើលងាយគេបែបនេះទុកចិត្តមិនបានពេលគេញ៉ងបែបនេះគេក៏ស៊ូវាបកទៅរកភ្លាមចង់ដាក់ឲ្យមួយដៃឲ្យចងចាំមួយជីវិត Kixios ដៃថែមទាំងបានទឹកអប់ជាពូដាក់ Dianel យ៉ាងស្ងៀមស្ងាត់ធ្វើឲ្យគេស្រែកឡើងដោយការឈឺចាប់ Kios ស៊ីស័យចំហាក់ខ្លាំងថាចាក់ដែលបើមិនចេះឈឺចាប់ទេនោះក៏មកបង្រៀនឲ្យសិស្សញ៉ាំលេខថាខ្លួននឹងនៅត្រង់ណាអីជឹមប៉ុន្តែនាងដឹងថាពេលនេះនាងធ្វើអ្វីមិនកាត់ឡើយភ្នែករបស់នាងសម្លឹងមើលទៅដប់ទឹកអប់ជាតិពុលនៅក្នុងដៃរបស់វា Joy សំណាងណាស់ស្ដាយវាក៏ចិត្តអស់ហើយដែរ Daisy កំពុងរងចាំឱកាសនឹងជឿជាក់ថាបើជាគ្មានទឹកអប់នេះនៅក្នុងដៃព្រះអង្គមចាស់ប្រកាសជាអាចជួបវាបានមិនខានក៏ដល់ត្រង់នេះ Daisy ប៉ុន្តែមិនយូរប៉ុន្មាននាងក៏ដឹងខ្លួនឡើងវិញព្រោះខ្លាចថាកាលីយ៉ាបើ Dianel វាយប្រហារពេលនេះខ្លាចតែមេធ្មប់នោះបង្ហាញខ្លួនភ្លាមក្នុងពេលដែល Daisy កំពុងគិតនោះក៏ស្រាប់តែដើរជន់ផុតរូបខាងក្រៅទៅលើដីសំឡេងជេរបតិចផ្អើលពេញកន្លែងវាជាដល់កូនដូនតារបស់ដំធម្មមនុស្សមិនຕົកមុខឲ្យបន្តិចណាឡើយឃើញដប់ទឹកអប់ជាតិពុលនោះរមៀលមកចិត្តនាងកើតតែមួយវិនាទីប៉ុណ្ណោះរួចក៏សម្រេចចិត្តធ្វើកម្មភាពភ្លាមមិនអាចឲ្យវាចាប់បានវិញឡើយដែលយិនប្រយែងដើរចូលទៅចិត្តខណៈពេលដែល George កំពុងរវល់តែជួធូលីចេញពីខ្លួនមកនៅតែអូជាប្រតិចមិនឈប់វាពិតជាមិនបានចាប់អារម្មណ៍ឃើញវត្តមានរបស់នាងឡើយលុះដល់ចម្ងាយចិត្តល្មមក៏បញ្ញំចោះទៅក៏ដប់ទឹកអប់ជាពុលនោះយ៉ាងលឿនអារម្មណ៍នេះជាចំណេះបានហូរចូលពេញក្នុងចិត្តរបស់នាងតែមិនតាន់បានសប្មួយក៏បន្លឺឡើងនាងគិតថាខ្លួននឹងកំពុងធ្វើស្វ័យឲ្យប្រកប Daisy ងាកមកជុំនឹងកសែតនេះដល់កំហឹងរបស់ George នាងមិនអាចទៅបារម្ភខ្លាចហើយលុះជាក្នុងចិត្តថាតើអាណាវាប្រាប់ថានេះជាមួយកាលីយ៉ាមិនមែនជាកូនស្នេហ៍នឹងគ្នានោះទៅខឹងសប្បាយយាទៅគ្នាបេះបិទតែម្ដង Curse ក្នុងបំណងដណ្ដើមយក10ឆ្នាំពុលនោះមកវិញ Daisy រហ័សកិច្ចខ្លួនរួចក៏មិនភ្លេចនិយាយទឺដល់ដាក់គេដែរបើលោកជាខ្ញុំវិញទៅលោកព្រមបាបងដល់នេះចោលទេអាដាក៏ខឹងខ្លាំងរត់ស្រែកកំខកថាអឹងហើយអ្នកណាថាដែរ Daisy ដកដង្ហើមញ៉ាំរួចបន្ទាឌឺដងគេទៀតចោះមិនមែនហើយលោកវាក្រាន់តែជាតាដែលចេះជ្រាចេះតែធ្វើបាបក្មេងមែនទេក្នុងពេលដែលកំពុងប្រកែកគ្នា Daisy បានក្រឡេកឃើញថា Dianel បានមកដល់ជិតពីពេលណាបាត់ទៅហើយគេងកបានផ្ដល់សញ្ញាថាដល់ពេលហើយព្រះអង្គមចាស់នៅតែមិនភ្លេចផែនការរបស់ពួកគេឡើយឃើញបែបនោះ Daisy ក៏ញឹមយ៉ាងកាចសាហាវនឹងបងអង្គយូនាងក៏លើកដប់ទឹកអប់ឆ្នាំពុលនោះឡើងខ្ពស់រួចក៏បោកវាចុះទៅនឹងដៃយ៉ាងខ្លាំងសំឡេងកែបបាយខ្ទេចខ្ទីធ្វើឲ្យ Gauch រកកដូចជារូបសំណាកគេស្រែកឡើងថាអត់ដឹងទេទៅតែធ្វើអីនឹង Daisy សម្លឹងចំទៅ Gauch រួចប្រកាសយ៉ាងខ្លាំងពីថាដឹងច្បាស់ណាស់នេះគឺជា10ចុងក្រោយរបស់លោកហើយលោកក៏ដឹងតែថាវាបានន័យថាម៉េចមែនទេ Diona ក៏រំកិលខ្លួនចូលទៅចិត្តដោយក្រសែភ្នែកសម្លឹងមើលលោកចង់សម្លាប់តែផ្ទុយពីការព្រួយបារម្ភរបស់ Daisy ក៏ស្រាប់តែសេកយ៉ាងខ្លាំងសំឡេងសេកដល់គួរឲ្យព្រឹកក្បាលនោះធ្វើឲ្យនាងភ្ញាក់ខ្លួនគេបានដកដង្បងវេទមិនដែលធ្លាប់ស្គាល់ចេញមកយឺតទេដែរ Diona ស្រែកក៏មិនដោយការប្រុងប្រយ័ត្នថាអឹងហានលោកដៃមកលើខ្ញុំអីចឹងគេបង្វិលដំបងយ៉ាងកាយសាហាវធ្វើឲ្យ Diona ត្រូវថាយយក្រោយ
មិនបោះតក៏និយាយដូចដងថាអញផ្លេចហើយថាឥឡូវនេះខ្ញុំកំពុងតែមានថាពលវេទមិនតពេញខ្លួនការដោះស្រាយជាមួយពួកកូនទាំងពីរនាក់វារឿងតូចតាចណាស់ទាំងងឹងហើយទាំងខ្ញុំនឹងការលាសូដែងអាម្នាក់នោះជាបកសពួកនឹងគ្នាបន្ទាប់ពីបែបនោះតែហ្សីក៏ភ័យរហូតក្តាប់ដែរណែនឬក៏ប្រញ័ត្នបដិសេធខ្លាំងមិនមែនទេគាត់គ្រាន់តែនិយាយក៏ហត់ដើម្បីខ្ញុំភ័យខ្លាចតែប៉ុណ្ណោះក៏មកក៏ហើយបើមេធ្មប់នោះដឹងតែនាងអាចឲ្យខ្លួននឹងចេញមកខាងក្រៅបានដោយរបៀបណាទៅទោះជាយ៉ាងណាក៏ដោយ Ghost មិនព្រមចុះបដិសេធហើយគេបានប្រាប់នាងថាខ្ញុំធ្វើវានៅអើងដើម្បីប្រមូលផលតដាងថាដងលួចតាក់ទងជាមួយអាអ្នកនេះទឹកមុខរបស់ Ghost ស្រាប់តែប្រជាការសាហាវបើព្រះមហេសីដឹងពីដំណឹងនេះខ្ញុំនឹងប្រកល់នឹងឲ្យក្នុងនាមជាជនក្បត់ជាតិអើងគិតថាខ្លួននឹងអាចរួចខ្លួនមែនទេតែស៊ីភ័យខ្លាចរហូតធ្វើអ្វីឡើងត្រូវតែណែលកំពុងចំខាងសម្លឹងមើលទៅដោយកំហឹងខ្លាំងវាសើចំអាក់រួចចង្អុលដល់បងវេទមន្តរបស់វាមក៏កាន់គេដែនណែលមិនតន់ឲ្យដៃណែលបានឆ្លើយតបផងគាត់ស្លុំភ្លាម point រួចបាញ់កាំរស្មីវេទមន្តមួយខ្សែទៅកាន់ទឹកដៃរបស់នាងគេបានតន់ពេលវេលាប៉ុន្តែវាបាននិយាយដោយសម្លេងគំរាមកំហែងថាអឹងហាននិយាយទេថាអើងមិនខ្វល់ពីនាងមែនទេស្រែកកំហាក់ភ្នែកសម្លឹងមើលមកគេយ៉ាងត្រជាក់ស្រេបដេស៊ីភ័យខ្លាចរហូតដល់យំចេញមកទឹកភ្នែកទាំងនោះដូចជាបន្លាសួរចាក់ចំកណ្ដាលបេះដូងរបស់ដៃណែលមិនខ្វល់ពីអារម្មណ៍របស់ពួកគេឡើយវាបញ្ជាយ៉ាងត្រជាក់ថាលុតចង្កងចោះគីអូសេខាំងវិញកំហឹងដាក់ខ្លាំងគ្នាធ្វើឲ្យវាមានរ៉ាំភ័យខ្លាចបន្តរហូតថយយក្រោយមួយចំហានប៉ុន្តែវានៅតែប្រើដើម្បីគម្រាមណែលដែរស៊ូទេទីបំផុតណែលក៏ក្បាលចោះចំពោះមុខគៀសូបានហើយត្រូវតែបែបនេះសិនទៅសត្វតែឆានគួរតែដឹងខ្លួននឹងថាខ្លួនជានរណាសើចយ៉ាងពេញចិត្តមេរោនឹងសាច់ឆ្កែដៃទីទៀតដែលកំពុងរងចាំនៅក្នុងព្រៃក៏រត់សម្ដាយចេញមកពួកវាសម្រុកទៅរកគៀវយ៉ាងលឿនគៀវស្ញាក់ផ្អើលយ៉ាងខ្លាំងភ្នែកបើកធំពោមិនជឿនឹងអ្វីដែលកំពុងឃើញនៅចំពោះមុខដេស៊ីក៏ភ្ញាក់ផ្អើលដែរនាងក៏ញឹមទាំងរំភើបសំណាងណាស់តែផែនការម្ដងបានដំណើរការតមកស៊ីរ៉ូបានដល់មុខគេរត់ទៅខាំត្រង់ជើងរបស់ជាខាំយ៉ាងខ្លាំងរហូតធ្វើឲ្យវាដុបកាំមុខតែសារការឈឺចាប់ខ្លាំងរបស់វាក៏ជ្រុះទៅលើដីមិនបង្អង់យូប្រូនិងរ៉ូសក៏ចេញភ្លើងដាក់ភ្លាមដុតបំផ្លាញដំបងនោះរហូតคล้ายជាពេះការផ្លាស់ប្ដូរស្ថានភាពភ្លាមវិញនេះធ្វើឲ្យដែលធ្លាប់តែក្រអើកតោមកាត់ការផិតភ័យភ្លាមដេកដែលកំពុងអែលបារ៉ូគ្មានថាពលវេបន្តតែសោះចាប់តាំងពីកំណើតដូច្នេះវាមិនអាចប្រើវេទមន្តបានឡើយប្រសិនបើគ្មានដំបងវេទមន្តនោះមានន័យថាដល់ពេលដែលត្រូវវាបកវិញហើយដើម្បីរកបានបាបងចោលក្តីរបស់ខ្លួនលុតចង្កងអង្រោឲ្យទីណែមេតាដល់រូបវ៉ាហើយចាប់តាមប្រើល្បិចបេះដូងសូមមេតាលើកលែងទោសឲ្យខ្ញុំផងខ្ញុំដឹងកំហុសហើយសូមមេតាពងយើងជាបងប្អូននឹងគ្នាណាដូច្នេះជួយលើកលែងទោសឲ្យខ្ញុំទៅតែកេងតណ្ដភាពនេះក៏គិតក្នុងចិត្តថាពិតមែនហើយគាត់ចេះតែពឹងផែកលើក្លៀតប៉ុណ្ណោះក្រៅពីនេះគឺមិនអាចធ្វើអ្វីឡើយផ្លូវនេះគាត់ចេះដឹងខុសត្រូវហើយភ្លាមនោះបេរ៉ូក៏ប្រើម៉ាត់កម្អារបស់ Daisy ទីនេះទៅកន្លែងដែលមានសុវត្ថិភាពបន្ទាប់ពីដាស់ស្រាយរួចទីណែលក៏ដែរយឺតទៅឈ្មោះទៅរក Daisy ទៅមិនអីទៅអញចាំយើងបានទេព្រះអង្គចាស់ Daisy សួរតែក្តីបារម្ភប៉ុន្តែដៃណែលមិនឆ្លើយដល់អ្វីទាំងអស់គ្រាន់តែសម្លឹងមើលនឹងយ៉ាងយកចិត្តទុកដាក់បន្ទាប់មកគេក៏បិទទៅភ្នែកហើយត្រឹមតែមួយប៉ាប់ពេញភ្នែកតែណែលក៏ដាក់មកជារូបរាងមនុស្សវិញប៉ុន្តែ Daisy នៅមិនទាន់បាននិយាយអ្វីផង Zero និង Rose ក៏ស្ទុះពីក្រៅមករុញឲ្យនាងដួលទៅនឹងដីឆ្កែធំពីរនោះយកមុខមកទៅដោះនាងយ៉ាងស្អិតល្មួត Daisy ពួកកូនចង់បានការសរសើរទៀតហើយមែនទេនៅឃើញទិដ្ឋភាពនោះទឹកមុខក៏ស្រាប់តែប្រែជាក្រញើគេដើរចូលមករួចទាំង Zero និង Rose ចេញយ៉ាងខ្លាំងពួកកូនភ្លេចខ្លួនហើយមែនទេថាខ្លួនឯងធំប៉ុណ្ណានោះនាងដួលហើយបើពួកកូនស្ទុះមកបែបនេះនិយាយចប់គេក៏លោកទៅរក Daisy ខានជួបគ្នាយូរហើយតែអញនឹកយើងទេ Daisy ស្រឡាងកាំងភ្នែកនាងសម្លឹងទៅកាន់អ្នកដែលកំពុងលោកមកខាងមុខនោះតើនេះជាប្រាកំចាស់តែណែលមែនឬហេតុអ្វីបានជាកចិត្តល្អបែបនេះតែហេតុអ្វីបានជាសងខ្លាយជាមនុស្សចិត្តល្អបែបនេះនាងសួរត្រង់អ្នកញញឹមកសែភ្នែកពោពេញដោយភាពទន់ភ្លន់ព្រោះយើងបានជឿជាក់ថាអឹងជួននៅខាងយើងព្រោះដូច្នេះក៏ភ្ញាក់ផ្អើលរួចក៏ញឹមយ៉ាងស្រស់ស្រាយដោយមិនដឹងខ្លួនតើអឹងចង់មានន័យថាចុងក្រោយយើងក៏ព្រមទុកចិត្តយើងហើយមែនទេភាពគួរឲ្យស្រឡាញ់នេះធ្វើឲ្យ Dinel ភ្ញាក់ភើលគេអិនខ្មាស្រួចបែរមុខចេញដូច្នេះប្រញាប់ក្រោកឡើងមកដល់ពិនិត្យរបស់ Dinel Daisy ក៏មិនអាចលាក់បាំងភាពរីករាយបានឡើយនាងគិតក្នុងចិត្តថាចុងក្រោយផែនការដែលថាអ្នកដែលឲ្យចំណីអ្នកគឺជាមនុស្សល្អក៏ទទួលបានជោគជ័យហើយ Daisy សម្លឹងមើល Dinel ឃើញថាគេមិនមានរបួសអ្វីទេក្រៅពីស្នាមកោស្តុចមួយនៅដែរពេលទៅមើលបានសួរថាមិនមែនមិញយើងទៅតែប្រយុទ្ធជាមួយភៀមួយកំចាទេអីចុះមិនក៏មិនឃើញមានរបួសស្នាមអីសោះលើខ្លួននឹងអ៊ីចឹង Dionel ដើម្បីខាត់ឲ្យក្មេងស្រីម្នាក់នេះរត់ចោះរត់ឡើងទៀតនិយាយពីរឿងរបួសនឹងហាក់ដូចជាពេលដែលខ្ញុំកាត់ដូររូបរាងតាមចិត្តចង់បានហើយខ្ញុំក៏លែងមានរបួសទៀតដែរតែស៊ីសម្លឹងមើលទៅគេតែងឆ្ងល់ហើយរអ៊ូថាពិតជាអស្ចារ្យមែនច្បាស់ណាស់ថាឡងកំពុងជាប់បណ្ដាសាប៉ុន្តែយើងមិនជាអាចបដូររូបរាងបានតាមចិត្តទៅវិញ
ដែលស៊ីក៏ចាប់ផ្ដើមគឺយ៉ាងជ្រៅក្នុងចិត្តរឿងនេះមិនដែលត្រូវបានលើកឡើងក្នុងសៀវភៅរឿងព្រះអង្គមកចាប់អាស្រ័យនោះទេតែខ្ញុំក៏មិនបានអានរំលងតង់ណាដែរហ្នឹងឃើញដែលសេកំពុងតែច្របូកច្របល់ស្ដីអូណាក៏ញឹមទាំងអស់សំណើចនាងមិនទាន់ឃើញអ្វីដែលផ្លាយជានេះទៀតទេឯងស្ដីអូណាដើរជុំវិញនាងពីរបីជុំហាក់ដូចជាចង់អួតវ័យម្យ៉ាងតែស៊ីសម្លឹងមើលគេរួចស្រាប់តែភ្ញាក់ព្រឺតអញអាចចេញពីផ្ទះរាំងនោះបានហើយមែនទេនាងសួរទាំងរំភើបដើម្បីចង់ណើបញ្ជាក់ការពិតមែនអត់ស្ដីអូណាមានអារម្មណ៍ថាមានមន្តភាពបន្តិចនៅពេលឃើញកែវភ្នែកភ្លឺថ្លានោះព្រាមនោះដែលស៊ីក៏ស្ទុះទៅអូបឌីអូណាយ៉ាងណែនតែស៊ីសប្បាយរីករាយចេញពីចិត្តពិតទីបំផុតក៏អាចផ្លាស់ប្ដូរប្រវត្តិសាស្ត្របានមែនស៊ីអូណាដែលកំពុងស្ថិតក្នុងរង្វង់ដៃរបស់នាងមានអារម្មណ៍ស្ទាក់ស្ទើរមិនដឹងនិយាយអ្វីចេញពេលនេះតែស៊ីតែដឹងខ្លួនថាខ្លួននឹងហាក់ដូចជារំភើបខ្លាំងពេកហើយនាងក៏ចាប់ផ្ដើមមានអាការៈអន្ទះសារតែថាឌីអូណាក៏ខ្វល់ដល់ថ្នាក់នេះតាំងពីពេលណាមកគេតែងតែមើលទៅគ្នាមែនទេដែលស៊ីមានអារម្មណ៍អៀនខ្មាស់បន្តិចក៏ដកដៃចេញដោយមិនដឹងថាគួរនិយាយអ្វីព្រាមនោះពេលរកក៏មករញនាងទៅធ្វើឲ្យតែស៊ីភ្ញាក់ពីការគិតនាងនឹកឃើញរឿងកាលីយ៉ាឲ្យគាត់ព្រោះថាទឹកអបស្មពលនោះបានអស់ហើយតែស៊ីក្តាប់ដៃឌីអូណាយ៉ាងណែនហើយនិយាយដោយមុតមមថាព្រះអង្គម្ចាស់យើងត្រូវចោះដៃធ្វើតការឥឡូវនេះហើយស្ឌីអូណាសម្លឹងមើលនាងទាំងភ្ញាក់ផ្អើលធ្វើអ្វីសងសឹកអីតែស៊ីបាប់ព្រាមដោយកែផ្នែកពុពេញដោយការតាំងចិត្តពេលនេះមេធ្មប់ឡើងមាន10ទឹកថ្នាំពលហើយបូករួមនឹងរឿងដែលឡើងឲ្យចេញពីផ្ទះរាំងនោះបានទៀតតាមសាច់រឿងដើមតើកស្រីត្រូវតែបង្ហាញខ្លួននៅក្នុងផ្ទះរាំងនោះប៉ុន្តែពេលនេះវាគឺជាស្កាស្រឡោតដើម្បីដោះស្រាយជាមួយខាលីយ៉ាដែលជាមិនចង់បាបង់វាចូលឡើយនឹងចាប់ដេនីលហើយអូគេទៅដោយទឹកមុខពុពេញដោយភាពរំភើបតទៅមកពួកគេតាំងពីរត់យ៉ាងលេងឆ្ពោះទៅកាន់ប៉មនោះប៉ុន្តែនៅពេលដែលពួកគេទៅដល់ជិតស្រាប់តែឃើញជើងមួយគូពាកស្បែកជើងកែងខ្ពស់បង្ហាញខ្លួនឡើងហើយសម្លេងត្រជាក់ស្រែបមួយក៏បន្លឺឡើងមើលទៅពុកកណ្ដោទាំងនេះទីបំផុតក៏មកដល់ហើយមែនទេភាពជឿជាក់ក្នុងចិត្តរបស់នាងក៏តើចុះបន្តិចបើខាលីយ៉ាមិនត្រឹមតែជាមេធ្មប់ដ៏ខ្លាំងក្លាប៉ុណ្ណោះទេថែមទាំងជាមនុស្សពោពេញដោយល្បីក៏ទៀតផងបន្ទាប់នេះក៏ឃើញដំណក់ទឹកភ្នែកនៅលើផ្ទៃមុខរបស់បាតាស្នាមទឹកភ្នែកនោះកាលីយ៉ាបានយំមេឬមួយកាលីយ៉ាសម្លឹងមើលដេស៊ីដោយកខ្សែភ្នែកខឹងសម្បាគួរតែតាំងពីដំបូងមកយើងមិនគួរនាំមនុស្សបាត់ដូចជាលងមកទីនេះឡើយនិយាយចប់រឿងមិនមកងឹតមួយស្រាប់តែបានចេញពីដៃរបស់កាលីយ៉ាទោះបីជាដេស៊ីប្រញាប់លើកទាំងពីរឡើងដើម្បីទប់តក៏ដោយប៉ុន្តែថាមពលវេទមន្តដ៏ខ្លាំងក្លានោះនៅតែធ្វើឲ្យនឹកដួលតិចទៅនឹងដីសមណាត់ទៅបារម្ភមិនឲ្យច្បោកច្បល់បានឡើយឬមួយក៏នាងបានរឿងដែលនៅបានធ្វើចំពោះឲ្យឬកាលីយ៉ាដែលជោមនេះគឺជាដេស៊ីដែលខ្សែភ្នែកនៅតែត្រជាក់ស្រេបក្មេងតូចតើអីនឹងទេថាយើងបានដាក់បណ្ដាសាលើកហើយតើគេថាឬថាម្ដាយយើងគឺជាមេធ្មប់នោះយើងបានធ្វើឲ្យគេមិនអាចចេញពីយើងបានឡើយហើយយើងអាចមើលឃើញរាល់សកម្មភាពទាំងអស់របស់គេដូច្នេះហើយទើបយើងឃើញអ្វីគ្រប់យ៉ាងដែលលឹងធ្វើចំពោះគេនោះហើយជាអ្វីដែលយើងឃើញរាល់ទាំងអ្វីដែលលឹងបានធ្វើចំពោះអញ្ចឹងថាយល់ពីការឈឺចាប់របស់យើងមែនទេនៅពេលដែលខាលីយ៉ាស្រែកឡើងដោយក្រសែភ្នែកពោពេញដោយភាពស្អប់ខ្ពើមតែនឹងទេថាអេរ៉ាម៉តដែលអស់សង្ឃឹមនៅពេលដែលផែនការរបស់ខ្លួនត្រូវរាជ័យនៅជាមួយមុខមាត់ធ្វើនៃភាពជោគជ័យវាជារបៀបណាតែគាត់ថាយើងនឹងឈើមើលត្រឹមតែអញ្ចឹងមែនទេដែលណេលស្រាប់តែដឹងខ្លួនថានឹងមានរឿងអ្វីកើតឡើងគេស្ទុះទៅមុខព្រាមដែលប្រកម្មហាស្តូចនថាកាលីយ៉ាខឹងសម្បារយ៉ាងខ្លាំងហើយក៏វាបកដោយថាមកពោវេទមន្តឈ្មោះទៅរកដេស៊ីប៉ុន្តែនៅពេលក៏ស្ទុះចូលមកកណ្ដាលការវាយប្រហារនោះកាលីយ៉ាមានការភ្ញាក់ផ្អើលបន្តិចនាងមិននឹកស្មានថាដៃណានតែក្នុងរូបរាងបែបនេះសោះនៅពេលនោះក៏ឃើញស្មើពលនៅក្នុងដៃរបស់កាលីយ៉ាដែរក្មេងស្រីទុំកាំងឆ្ងល់យ៉ាងខ្លាំងមិនមែននាងនិយាយថាស្មើពលអស់ហើយទៅចោះឲ្យរួចបានជាវែននៅទីនេះទៀតណែនៅក្បែរនោះក៏ស៊ឺឈ្មោះទៅរកកាលីយ៉ាដោយកំហឹងមេធ្មប់ម្នាក់នេះក៏ដកស្មើពលចេញមកព្រាមដោយទឹកមុខមើលងាយហើយក៏វាទៅលើដៃណែលក្មេងប្រុសម្នាក់នេះក៏ត្រូវចំកោដើរហើយស្រែកធ្ងរដោយការឈឺចាប់ដេស៊ីមានការភ័យស្លន់ស្លោក៏រត់ទៅក្បែរដៃណែលហើយអង្អែលខ្លួនគេដោយប្រញាប់ប្រញាល់កាលីយ៉ាដើរតម្រង់មកកាន់ពួកគេដងមួយចំហានដោយសម្លេងកំរៀមកំហែងដេស៊ីអាយដឹងទេអ្វីដែលកំពុងកាត់ឡើងនៅក្នុងក្បាលរបស់ឯងនៅពេលដែលព្រះអង្គម្ចាស់ធាបាត់ខ្លួននោះខ្ញុំសុទ្ធតែដឹងច្បាស់ទាំងអស់ឯងកំពុងគិតថានឹងសម្លាប់ខ្ញុំដោយរបៀបណាដើម្បីសងសឹកឲ្យព្រះអង្គម្ចាស់មែនទេមេឃចាប់ផ្ដើមងឹតសូនសងហើយផ្គោឡនទៅសូក្រឹមហាក់ដូចជាឆ្លប់បញ្ចាំងពីកំហឹងរបស់កាលីយ៉ាអញ្ចឹងនាងនិយាយបន្តទៀតថាអើងបានត្រៀមខ្លួនទទួលសេចក្តីស្លាប់ហើយឬនៅដេស៊ីស្រាប់តែភ្លៀងក៏ចាប់ផ្ដើមធ្លាក់ចុះមកដេស៊ីអបតែណែញ៉ាខ្លួនទៅរឹកហើយបន្តខ្លួនអេងថាម្ដេចទៅខ្ញុំពិតជាធ្វេសប្រហែសណាស់ដែលគិតថាអាចយកឈ្នះនាងបានខ្ញុំធ្វើអ្វីមិនកើតសោះនេះសុទ្ធតែជាកំហុសរបស់ខ្ញុំទាំងអស់គឺជាសម្លេងយំដែលបានទាញស្មារតីរបស់តៃណែលឲ្យត្រឡប់មកវិញតៃណែលក៏ហើយរត់ទៅមុខយ៉ាងលឿនខាលីយ៉ានៅតែបន្ទិញតាមពីក្រោយតើយឺតូចជាឆ្មាកំពុងលេងជាមួយកណ្ដោអញ្ចឹងប៉ុន្តែនៅពេលដែលនាងត្រៀមនឹងចោះដៃនោះសម្លេងចំហានជើងក៏លន់ឡើង Zero និង Rose ក៏ស្ទុះមកបាំខាលីយ៉ាណែនិងតៃណែលឱកាសដល់ខ្លីនេះ
ទោះបីជាវាខ្លីយ៉ាងណាក៏ដោយក៏គ្រប់គ្រាន់ដើម្បីឲ្យពួកគេមានពេលរត់គេចខ្លួនដែរអ្នកនេះឡើងដេកជាលោករោភ្លាមហើយក៏ហោះចេញទៅយ៉ាងលឿនសម្លេងរបស់កាលីយ៉ាលន់ចេញពីក្រោយពួកគេដោយក្តីអាថាកូនស្រីអើយត្រឡប់មកវិញមកក្នុងពេលដែលខ្ញុំនៅមានចិត្តមេដាចំពោះអឹងនៅដេជីមិនហានងាកក្រោយឡើយមានតែកម្រិតឲ្យលឿនជាងមុននៅពេលឃើញពួកគេកំពុងរត់ទៅឆ្ងាយក្នុងរបស់កាលីយ៉ាក៏ស្រាប់តែរិចថ្លើងហើយប្រែទៅជាស្លាមមួយគោថ្ងៃនេះពួកកូនទាំងអស់គ្នាត្រូវតែស្លាប់អាបុកកណ្ដោតែពេលនេះវេរ៉ូបានរត់ទៅឆ្ងាយគួរសមហើយទិដ្ឋភាពជំវិញខ្លួនក៏ចាប់ផ្ដើមងឹតសុនឈឹងបន្តិចចម្ដងភ្លាមទៀតនោះសម្លេងដែលដេស៊ីមិនចង់ឧបបំផុតក៏មិនលឺឡើងដេស៊ីឲ្យធ្វើអីយឺតយ៉ាវម្លេះកាលីយ៉ាជាមួយនឹងស្លាប់ដល់ធំពួកគេតន់ល្បឿនរបស់នាងលឿនដូចខ្យល់ភ្លាមនោះបារ៉ូក៏ជប់មួយទំហឹងធ្វើឲ្យដេស៊ីភ័យស្លន់ស្លោបារ៉ូលោកកាត់អីហ្នឹងឌីអូណែលផ្លូវខាងមុខមានអ្វីសះក្រៅពីខ្សែទឹកហូរដេស៊ីមិនអាចចូលទៅភ្នែកបានទៀតទេនាងមានអារម្មណ៍ថាខ្លួនបាននាំឌីអូណែលនិងអ្នកដទៃទៀតមកជួបគ្រោះថ្នាក់នាងស្អប់ខ្លួនឯងខ្លាំងណាស់តែគិតគំរងល្ងីល្ងើបែបនេះឌីអូណែលឃើញដេស៊ីកំពុងយំទៅគាត់លងលំនាងយ៉ាងស្រទន់កុំខ្លាចអីដេស៊ីខ្ញុំនឹងការពារអ្នកដោយដែលអ្នកធ្លាប់ការពារខ្ញុំការពីលើកមុនដែរដេស៊ីកំពុងយំធ្វើឲ្យនាងមិនទាន់បាត់វ័យតន់ស៊ឌីអូណែលជួយទឹកភ្នែកឲ្យដេស៊ីខ្ញុំនឹងមិនទុកឲ្យអ្នកនៅម្នាក់ទៀតឡើយដូច្នេះកុំយំទៀតអីណាព្រោះបែបនេះដេស៊ីក៏ក្តាប់ដៃចុះភ្លាមរួចហើយក៏ជួតទឹកទឹកភ្នែកចេញលោកនិយាយប្រោះឲ្យព្រះកំចាស់ខ្ញុំក៏ដូចគ្នាខ្ញុំក៏នឹងការពារលោកឲ្យដូចគ្នាដែរពាក្យសម្ដីទាំងនេះទោះបីជាសតុនប៉ុន្តែពោពេញដោយភាពមុតមមដូចជាភាសច្ចាដែលនឹងមិនផ្លាស់ប្ដូរឡើយពេលនេះកាលីបានចុះមកដល់ដីហើយឃើញពួកគេនៅតែធ្វើកម្មភាពផ្អែមល្ហែមដាក់គ្នានាងពិតជាមិនពេញចិត្តសោះឡើយសម្បីតែពេលចិត្តស្លាប់ក៏នៅតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៀតពួកអង្គនេះពួកគេដល់ហើយណាទោះបីជាដីរបស់តេស៊ីកំពុងតែញោមមិនឈប់ប៉ុន្តែនាងត្រូវតែការពារឌីអូណែលឲ្យបានទោះត្រូវដូរដោយអ្វីក៏ដោយបន្ទាប់មកគ្រាន់តែរងចាំឲ្យទួយក្ស្រីបំបីបណ្ដាសាយឌីអូណែលយើងនឹងឲ្យយើងមករាំងពួកយើងទៀតទេតេស៊ីស្រែកឡើងដោយពោពេញដោយភាពមមុតការលេងញឹមយ៉ាងចំអាក់ដោយគ្មានការភ័យខ្លាចបន្តិចសោះឡើយអើនិយាយត្រូវព្រោះថាអញនឹងសម្លាប់ពួកកងទាំងពីរនាក់នៅពេលនេះអញទោះបីជាអញមិនដឹងថាពួកកងអាចរត់ចេញពីផ្ទះបាបងចោលនឹងដោយរបៀបណាក៏ដោយប៉ុន្តែរឿងនោះមិនសំខាន់ទេនៅពេលនេះនិយាយចប់ហើយកាលីអាទីងខ្សែច្រវាក់មកចេញមកទាំងទឹកមកកាចសាហាវដីលេបទឹកមកអាគិទាំងអារម្មណ៍ភ័យខ្លាចខ្លាំងនាងងាកទៅរកបារ៉ូរួចស្រែកប្រាប់ទាំងបញ្ញោបញ្ញោថាយរត់ទៅភ្លាមប៉ុន្តែបារ៉ូគ្រាន់តែសម្លឹងទៅខាងមុខរួចផុសឡើងមួយសសម្លេងយ៉ាងរីករាយលេចស្ងៀមមួយស្របក់ធំទាំងងឿងឆ្ងល់នាងហៅបារ៉ូមកទៀតតែវាគ្មានប្រកម្មអ្វីតតែសោះចាំសិនតាកាលីយ៉ាស្រាប់ពេលដែលដៃណែលកំពុងតែលងលំដៃកំពុងស្លន់ស្លោនោះកាលីយ៉ាដែលទំនេរគ្មានការងារធ្វើមួយយថាមកនេះក៏បានបោះខ្សែច្រវាក់នោះចេញមកខ្សែច្រវាក់ហោះសម្ដៅមកកាន់ពួកគេទាំងពីរយ៉ាងលឿនដៃណែលហានតូជីវិតចូលទៅអបដេស៊ីដើម្បីការពារនាងខ្សែច្រវាក់នោះបែរជាទៅប៉ះនឹងរបាំងការពារថ្លាមួយទៅវិញងាកមកមើលដេស៊ីវិញនាងនៅតែមិនទាន់បាត់ភ័យនៅឡើយក្នុងចិត្តនាងគិតថាប្រហែលជាដៃណែលហើយដែលធ្វើរឿងនេះសម្បីតែកាលីយ៉ាក៏ផ្អើលនឹងការផ្លាស់ប្ដូរភ្លាមនេះដែរស្រាប់តែផ្ទៃមេឃស្រឡះល្អលើថ្ងៃចាំងចោះមកយ៉ាងស្រស់ស្អាតទឹកថ្លៃឆ្វងមួយខ្សែហូរចោះមកសួរសុខទុក្ខគ្រប់គ្នាសម្លេងដែលរែករេមួយបានបន្លឺឡើងហើយនាងរីកស្វានក៏លេចរោរៀងឡើងកណ្ដាលខ្សែទឹកនោះទេពធីតាដ៏ស្រស់ស្អាតញញឹមយ៉ាងស្រស់ភ្នែកនាងភ្លឺថ្លាហាក់ដូចជាខ្ញុំមានអារម្មណ៍ថាមានកូនឆ្កែគួរឲ្យស្រឡាញ់របស់ខ្ញុំនៅជុំវិញនេះប៉ុន្តែចុះហេតុអ្វីបានជាមានតែបន្ថែមនៅទីនេះទៅវិញហើយចុះហេតុអ្វីបានជាទេវតារបស់ខ្ញុំមើលទៅភ័យខ្លាចចម្លែកនឹងតែនៅបានត្រឹមតែបាក់ភ្នែកធំសម្លឹងមើលអ្នកដែលកំពុងនិយាយនោះមិនអាចជឿភ្នែកខ្លួននឹងបានឡើយទេពធីតាសួរខ្លួននឹងរួចឆ្លើយថាខ្ញុំគិតថាខ្ញុំដឹងហើយស្រែលជាមកពីមេធ្មប់នៅត្រង់នោះហើយមែនទេកាលីយ៉ាសម្លឹងមើលអ្នកដែលទៅតែលេចមុខមកដោយការភ័យខ្លាចដោយដឹងថាខ្លួនមិនអាចធ្វើអ្វីបាននាងក៏ងាកទៅរកដេស៊ីទាំងពីរនាក់ដោយគំរាមឲ្យពួកកូនមកចេញទៅខាងក្រៅទេពធីតាញឹមរួចនិយាយដោយសម្លេងស្រទន់កុំបារម្ភខ្ញុំជាទេពធីតាដែលចិត្តល្អឋានសួគ៌របស់ខ្ញុំគឺជាកន្លែងដែលមានសុវត្ថិភាពនោះសក្រក់មិនអាចចូលមកទីនេះបានទេសួរតែងឿងឆ្ងល់ថាទេពធីចិត្តតមែនទេរួចនាងក៏ភ្ញាក់នៅពេលឃើញរូបភាពនៅចំពោះមុខទេពធីតាដ៏ស្រស់ស្អាតអន់ចោះទៅអើក្បាលពេលរញញឹមយ៉ាងស្រទន់រួចនិយាយថាកូនពេញយ៉ាងមិនហើយកូនឆ្កែដ៏គួរឲ្យស្រឡាញ់របស់ម្ចាស់សួរដោយញាក់ផ្អើលថាតើអ្នកដឹងពីសេវីរិសដែរឬតើអ្នកកំពុងនិយាយពីពួកវាតាមនោះមែនទេទេពធីតាញឹមយ៉ាងស្រស់ស្រាយហើយឆ្លើយដបពិតមែនហើយខ្ញុំតែមើលថែពួកវាជាប្រចាំដូច្នេះហើយបានជាពួកវាដឹងថាទីនេះជាកន្លែងដែលមានសុវត្ថិភាពនាងនិយាយបណ្ដាលអង្គក្បាលបារបណ្ដាលដោយកសេភើដែលស៊ីមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងនៅទីនេះមិនដូចទៅនឹងពេលដែលនាងមកទីនេះកាលពីលើកមុនឡើយទេពធីតាបានសម្លឹងមើលក្មេងស្រីតូចដែលស្នាមញញឹមដ៏ទន់ភ្លន់កាលពីពេលនោះខ្ញុំមិនសូវជឿជាក់លើក្មេងស្រីម្នាក់នេះប៉ុន្មានទេប៉ុន្តែពេលនេះខ្ញុំជឿជាក់ហើយជារៀងរាល់ថ្ងៃបារ៉ូតែនិយាយរៀបរាប់អំពីក្មេងស្រីម្នាក់នេះមិនដាច់ពីមាត់វាបានប្រាប់ថាវាបានរកឃើញម្ចាស់ស្រីតូចដ៏គួរឲ្យស្រឡាញ់ម្នាក់ហើយប្រហែលជាក្មេងស្រីម្នាក់នេះហើយមែនទេទេពធីតាបានលើកម្រាមដែលធំរបស់នាងមកអាចថ្មរបស់ដេស៊ីយ៉ាងធំ
នាងបានអ្នកទៅសម្លឹងមើលឌីអូនេអូហើយសួរចោះក្មេងប្រុសសម្នាក់នេះវិញប្រហែលជាឌីអូនេអូដែលត្រូវគេដាក់បណ្ដាសាមែនទេស្ឌីអូនីអង្គក្បាលឆ្លើយដោយសម្លឹងមើលទេពថៃថាដោយភាពស្ងប់ស្ងាត់គេមិនបានបង្ហាញកាយវិការភ័យខ្លាចអ្វីបន្តិចឡើយទេពធីតាដកដង្ហើមធំហើយសម្លឹងមើលឌីអូនេអូដោយកសិភ្នែកងាយសូរបណ្ដាសារបស់ក្មេងប្រុសស្ពិតជាស្មុគស្មាញណាស់គួរឲ្យស្ដាយណាស់ការដោះស្រាយវាគឺជារឿងលំបាកសម្រាប់ខ្ញុំដែរតែសញ្ញាទៅមើលឌីអូនេអូដោយកែវភ្នែកពោពេញដោយក្តីបានរំហមប៉ុន្តែគេគ្រាន់តែក្បាលដោយស្ងប់ស្ងាត់ដូចជាចង់ប្រាប់ថាគេបានដឹងរឿងនេះរួចហើយខាលីនៅពេលដែលឃើញគ្មាននរណាម្នាក់ចាប់អារម្មណ៍ដល់ខ្លួនសះនាងក៏ខឹងសម្បារដែរហើយស្រែកលោឡាឡើងឃើញបែបនេះទេពធីតាក៏ប្រញាប់លើកដៃឡើងដើម្បីការពារអ្នកទាំងពីរហើយនិយាយលងលោមពួកគេថាកុំបានរំអីពេលនេះក្មេងទាំងពីរមានសុវត្ថិភាពហើយទីនេះគឺជាកន្លែងដ៏ស្រស់ស្អាតនិងមានសុវត្ថិភាពបំផុតសម្រាប់ក្មេងពីរដែលល្អដូចជាពួកកឹងទោះបីជាខ្ញុំមិនអាចគេចផុតពីមេធំម្នាក់នោះក៏ដោយប៉ុន្តែខ្ញុំអាចការពារពួកកងបានបើសិនបើចាំបាច់អ្វីដែលពួកកងត្រូវធ្វើគឺគ្រាន់តែស្នាក់នៅទីនេះទៅបានហើយកន្លែងនេះគឺជាធានសួគ៌សម្រាប់ក្មេងគ្រប់រូបនិយាយចប់នាងក៏បង្រាំងខ្លួនរួចក៏ហៅយ៉ាងវិញមួយទោះជាយ៉ាងណាក៏ដោយតែស៊ីដែលពោពេញទៅដោយការតាំងចិត្តយើងខ្ញុំត្រូវតែទៅពីទីនេះតែភីតាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសើចក៏សួរថាហេតុអ្វីទៅពួកកូនទាំងពីរនាក់នឹងមានអារម្មណ៍សុខស្រួលនៅពេលស្នាក់នៅទីនេះតើដេស៊ីពីព្រោះពួកយើងមិនចង់ត្រូវគេខំខាំងម្ដងទៀតឡើយពេញហើយសម្ដីនេះធ្វើឲ្យឌីអូនេអូគេសម្លឹងមើលទៅទេពធីតាដោយទឹកមួយម៉ាក់ដូចនិយាយថាដេស៊ីនិយាយត្រូវហើយពួកយើងត្រូវតែចាក់ចេញពីទីនេះទេពធីតាសម្លឹងមើលពួកគេដោយភាពស្ងៀមស្ងាត់មួយសន្ទុះរួចក៏ដកដង្ហើមទៅយ៉ាងស្រាលដែរអ៊ីចឹងបងស្មានថាពួកយើងគ្មានជំរឿអ្វីផ្សេងទៀតទេមែនទេនាងទេពធីតាបានប្រើបាតដៃដ៏ធំសម្បើមរបស់នាងលងកុំឲ្យព្រួយបារម្ភអីបងនឹងខ້ອຍជួយពួកកូនជានិច្ចក្នុងអំឡុងពេលធ្វើដំណើរផ្សងព្រេងរបស់ពួកកូនទាំងពីរនាក់និយាយចប់នាងទេពធីតាក៏ក្រវីដែរស្រាប់តែមានពលឺមិនអាចកុំប៉ុណ្ណេះមានដល់ភ្លឺចិញ្ចែងចិញ្ចាចពុតចំវិញខ្លួនពួកគេតែស៊ីនឹងដៃអូនណាក៏ទទួលបានពួកជ័យនោះទៅជាមួយបន្តមកនាងក៏ហុចថងទុយមកឲ្យអ្នកទាំងពីរនេះស៊ីជីសួរទាំងកំពុងទទួលយកថងនោះរួចក៏សួរដោយគេភីវឿងឆ្ងល់ថាបានច្រឡកស្រីជួយពួកយើងនាងទេពធីតាបាននឹងចំយ៉ាងទន់ភ្លន់ក្នុងកសែភ្នែករបស់នាងពោពេញដោយក្តីដឹងគុណបងពិតជារកគុណពួកកូនខ្លាំងណាស់ដែលបានលេងជាមួយគុនឆ្កែរបស់បងហើយបងក៏រំជួលចិត្តខ្លាំងណាស់ដែរពេលឃើញកូនទាំងពីរព្យាយាមការពារគ្នាទៅវិញទៅមកបែបនេះរួចនាងក៏ដងហើមធំដោយក្តីសោកសៅតែបងមិនអាចសម្លាប់មេធ្មប់នោះជំនួសពួកកូនបានទេព្រោះបងជាទេពធីតាដ៏អស្ចារ្យម្នាក់មិនអាចប្រព្រឹត្តអំពើបាបកម្មសម្លាប់មនុស្សបានឡើយដៃអូនឯងក៏សួតវិញដោយក្នុងភ្នែកពោពេញដោយក្តីសង្ឃឹមថាអញ្ចឹងបាបពួកកូនអាចខ្លួននាងបានដោយមានការជួយជ្រោមជ្រែងពីលោកស្រីតើនឹងមានរឿងអ្វីកើតឡើងនាងទេពធីតាមើលមកកាន់គេភ្នែករបស់នាងភ្លឺថ្លាដោយភាពរំភើបរួចឆ្លើយថាបើបែបនោះគឺអាចទៅរួចតែស្អីនឹងដៃអូនឯងមើលមកគ្នាហាក់ដូចជាបានព្រមព្រៀងគ្នារួចទៅហើយអ្នកទាំងពីរក៏ងាកមកមើលនាងទេពធីតារួចនិយាយបំភ្ញាក់បំតាន់ដែរសូមស្រីជួយឲ្យពួកកូន5មិនអាចកំផងចោះនាងទេពធីតាក៏ញឹមសួរថាពួកកូនមានថាពួកមិនអាចកំនៅក្នុងគ្រួសារហើយមែនទេដេស៊ីក៏ឆ្លើយដោយក្តីសោកសៅពិតមែនហើយតែនាងខ្ញុំជាជនជាលោកសេនាដូច្នេះខ្ញុំមិនអាចប្រើប្រាស់មិនអាចកំបានទេទោះបីជានាងខ្ញុំមានថាពួកមិនអាចកំនៅក្នុងខ្លួនក៏ដោយតែតាមទៅជាយកពីបញ្ហានេះច្បាស់បន្តមកនេះគេទៅសួរដៃឯណគេក៏ឆ្លើយថាខ្ញុំគិតថាខ្ញុំប្រហែលជាបានប្រើថាពួកមិនអាចកំមិនដាច់បន្ទួចហើយនៅពេលដែលខ្ញុំប្រាក់ខ្លួនជាសាច់ចម្លែកនោះបន្ទាប់ពីបានស្ដាប់បញ្ហារបស់អ្នកទាំងពីររួចនាងទេពធីតាក៏ជ្រុនចិញ្ចើមអីចឹងមានន័យថាពួកកូនទាំងពីរមានថាពួកមិនអាចកំពិតមែនតែបងមិនអាចជឿពួកកូនភ្លាមបានទេគ្រាន់តែដោយសារពួកកូនមកសុំមកបែបនេះដៃអូនឯងលុកក្បាលឲ្យក្រៀមក្រំបង្ហាញថាគេយល់ពីហេតុផលតែនាងត្រូវទៀតថានិយាយវិញទៀតថាសម្រាប់ពេលដែលកសែភ្នែករបស់នាងចាប់ផ្ដើមទន់ភ្លន់ជាងមុនប៉ុន្តែអ្នកអាចឲ្យកូនខ្ជិលវេទមន្តរបស់អ្នកបានដេស៊ីមិនអាចជឿជាខ្លួននឹងបានទេធ្វើបែបនេះក៏បានដែរឬទេទិស័យតែជារួចចង់ក្បាលអ្នកនឹងបញ្ជូនវេទមន្តរបស់អ្នកចូលទៅក្នុងឧបករណ៍មួយដែលកូននឹងយកទៅប្រើបានប៉ុន្តែអាចប្រើឧបករណ៍ទៅទីប៉ុណ្ណោះភ្នែករបស់ Daisy ចាប់ផ្ដើមភ្លឺថ្លាឡើងវិញមានក្តីសង្ឃឹមតិចលេចឡើងក្នុងភ្នែកនាងនៅក្នុងចិត្តរបស់នាងគិតក្នុងចិត្តថាបើយើងមានកម្លាំងវេទមន្តទោះបីជាត្រឹមតែមួយផ្លែដើម្បីប្រយុទ្ធជាមួយខាលីយ៉ាក៏ដោយក៏ទៅតែមានក្តីសង្ឃឹមដែរទេពធីតាញឹមរួចប្រាប់ក្មេងទាំងពីរនាក់ថាសាក់បែរក្រោយទៅមើលបន្តិចទៅមើល Daisy និង Dinel ក៏បែរក្រោយទៅហើយអ្វីដែលនៅចំពោះមុខពួកគេគឺគេលះកំពុងតែវេលុករបាំងការពេលយ៉ាងខ្លាំងក្លាដែលមិនអាចចូលមកបានឡើយរួចពួកគេទាំងពីរនាក់ក៏មើលមកគ្នាភ្ញាក់ផ្អើលរហូតដល់និយាយឡើងចេញមួយសន្ទុះពួកគេបានធំពេញវេក្នុងមួយប្រប្រជភ្នែកបន្តមកទេពធីតាក៏ដៃដើម្បីតាក់ទិញចំណាប់អារម្មណ៍ពួកគេរួចបញ្យល់ថាអ្នកបានធ្វើឲ្យកូនធំពេញវ័យជាបណ្ដាសន្នកូននឹងមិនអាចប្រើប្រាស់ឧបករណ៍វេទមន្តបានស្រួលទេតែក្មេងទៅbên nàyនេះធំពេញវ័យអ៊ីចងឺគេសួរដោយទឹកមុខនៅតែបង្ហាញភាពភ្ញាក់ផ្អើលពិតមែនហើយទេពធីតាកូននឹងត្រឡប់មកដូចដើមវិញនៅពេលដែលវេទមន្តតែអ្នកដោយចំណោខ្ចត់ទៅ
ក្មេងទាំងពីរបានខ្លាយជាសុភាពនារីនិងសុភាពបសដ៏ស្រស់ស្អាតហើយថ្ងៃណាមួយពួកគេនឹងមានរូបរាងបែបនេះឯងតែតែលោចចុះពីលើក្នុងបេរ៉ូគឺក្នុងចិត្តថាខ្លួនធ្លាប់ឃើញលោកនៅលើក្របសៀវភៅប៉ុន្តែពិតជាចង់ដឹងខ្លាំងណាស់ថា Daisy នឹងមានរូបរាងបែបណានៅក្នុងអនាគតនាងក៏រត់ទៅជិតមាត់បឹងដើម្បីឆ្លោះមើលរូបរាងពេលទំពេញវ័យរបស់ខ្លួនប៉ុន្តែពេលសម្លឹងមើលទៅក្នុងទឹកនាងក៏ចាប់អារម្មណ៍ឃើញរឿងចម្លែកមួយមានអ្វីមួយមិនប្រក្តីសោះតាមពិតទៅក្នុងរឿងព្រះអង្គម្ចាស់បិសាច Daisy ត្រូវបានពន្យាថាជាក្មេងស្គមស្កាំនិងអាក្រក់ចុះហេតុអ្វីបានជាមុខមាត់គួរឲ្យស្រឡាញ់ដោយគុណនិស្ស័យបែបនេះទៅវិញតែ Nell ក៏តាចូលទៅចិត្តយើងត្រូវតែទៅលើនេះហើយ Daisy នៅក្រោកឈរឡើងទាំងក្តីងឿងឆ្ងល់តែយើងត្រូវប្រើប្រាស់ឧបករណ៍វេទមន្តនេះដោយរបៀបណាទៅប៉ុន្តែនិយាយចប់ភ្លាមក៏មានពន្លឺផ្កាជោគស្រាលសាយភាយចេញពីដៃរបស់អ្នកទាំងពីរទៅនេះជាអ្វីនៅលើដៃរបស់ពួកយើងមានអ្វីហ្នឹងវាគឺជាចិញ្ចៀនវេទមន្តទេពធីតាបានពន្យល់ចិញ្ចៀនវេទមន្តនេះនឹងបង្ហាញឲ្យកូនដឹងថាតើនៅសល់ពេលវេលាcònមានទៀតក្នុងការប្រើប្រាស់វេទមន្តរាល់ពេលដែលចិញ្ចៀនមួយបាត់ទៅមានន័យថាពេលវេលា2នាទីបានកន្លងផុតទៅហើយសរុបទាំងអស់មានចិញ្ចៀនចំនួន5ដូច្នេះកូននឹងមានពេលវេលា10នាទីសម្រាប់ធ្វើការប្រយុទ្ធបន្ទាប់មកទេពធីតាក៏បានកាច់បម្រាមដៃមួយភ្លាមខីនោះក៏មានអាវុធលេចឡើងនៅលើដៃរបស់អ្នកទាំងពីរពេលនេះកាន់ដាវមុតស្រួចមួយដើមចំណែកឯ Daisy កាន់ដំបងវេទមន្តមួយត្រូវប្រយ័ត្នឲ្យកុំឲ្យមានរបួសឲ្យសោះណាធីតាបានផ្ដាំផ្ញើនេះគឺជាជំនួយទាំងអស់ដែលនឹងអាចផ្ដល់ឲ្យកូនបានចាំបានពួកយើងនឹងប្រយ័ត្នបានឆ្លៃដប់ទាំងទឹកមុខរីករាយអ្នកទាំងពីរក៏បោះចំហានចេញពីរបាំងការពារនោះទៅត្រូវប្រឈមមុខនឹងមេធ្មប់ដែលកំពុងតែខឹងសម្បារវាយបោកនឹងចិញ្ចាំងវេទមន្តកាលីដែលត្រូវបានរៀបរៀងអស់ពេលមួយសន្ទុះមកហើយក៏ផ្ទុះកំហឹងឡើងឲ្យពួកក្មេងមិនដឹងអីឲ្យមិនដឹងទេថាពួកកំប្រើវិធីកវីដើម្បីតរូបរាងបែបនេះប៉ុន្តែវាមិនអាចផ្លាស់ប្ដូរការពិតបានឡើយថាពួកកូនគ្រាន់តែជាពួកសម្រាមគ្មានប្រយោជន៍និយាយចប់កាលីក៏បោះដៃនៅថាមកពលវេទទុតមុនយ៉ាងខ្លាំងក្លាប៉ុន្តែ Daniel គ្រាន់តែញឹមស្រាលហើយទទួលការវាយប្រហារនោះយ៉ាងស្ងប់ស្ងាត់ធ្វើឲ្យកាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអញអាចទប់ទល់នឹងការវាយប្រហាររបស់អញបាននៅលើច្រវាក់នោះមានជាឌីប៉ូដែលតាមពិតតែមិនគួរណាអាចទប់វាបានឡើយតែអ្នកបង្ហាញស្នាមញញឹមដ៏ជឿជាក់ដល់ដើរចេញមករួចត្រៀមខ្លួនសម្រាប់ធ្វើការប្រយុទ្ធអ្នកមិនដឹងទៅបណ្ដាសាររបស់ខ្ញុំត្រូវបានដាក់ស្រ័យរួចរាល់ហើយពេលនេះអ្នកទាំងពីរបានត្រៀមខ្លួនរួចរាល់ជាស្រេចដើម្បីប្រឈមមុខនឹងមេធ្មប់នោះហើយការប្រយុទ្ធដ៏ស្វិតស្វាញមួយក៏ចាប់ផ្ដើមឡើងជាមួយនឹងថាមពលវេទមន្តដ៏គ្មានស្រឡាំងដែលពួកគេទៅតែទួលបានពីទេពធីតា